សួស្តីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបខ្ញុំទៅđâyបងថ្ងៃនេះបានពងទាកូនទៅđâyបងតែមកតាមដានទាំងអស់គ្នាថាថ្ងៃនេះពងទាកូនខ្ញុំធ្វើអីគេមកនេះបងថ្ងៃនេះខ្ញុំមានពងទាកូនមួយចាននេះជាបន្លែពងទាកូនបងមានជីមានម្ទេសមានម្រះមានការ៉ុតមានស្ពៃតឿបងនេះបងជាគ្រឿងស្ងោរពងទាយើងមានគល់ស្លឹកគ្រៃស្លឹកក្រូចម្ដេងមានអំបិលមានប៊ីចេងមានស្ករបងយើងដាក់លាយចូលគ្នាហើយយើងទៅវាស្រួលដើម្បីយើងចាក់តែម្ដងរួចហ្មងមកស្ងោរពងទាកូនខ្ញុំទាំងអស់គ្នានេះបងទឹកខ្ញុំពុះហើយណាឥឡូវខ្ញុំចាប់ដើមដាក់ពងទាចូលនេះបងគ្រឿងខ្ញុំចាក់ចូលមកបងឥឡូវយើងយកពងទាយើងដាក់ស្ងោរហើយយើងយកពេលទៅនេះយើងយកមកបេះជីយើងហើយបងពងទាខ្ញុំស្ងោរ5-10នាទីបងឆ្អិនល្មមហូបហ្មងនេះបងអើយគ្រាន់តែម្ទេសខ្ញុំមកកញ្ឆេងបងឃើញទេអូយតំណងវ៉ាវបងពងទាកូនខ្ញុំបានឆ្អិនហើយឥឡូវខ្ញុំដួសដាក់ចានសិនបងអូយឈ្ងុយឈ្ងុយគល់លក្ខីលក្ខូចម្ដេងបងអានេះពងទាកូនខ្ញុំស្ងោរឆ្អិនហើយខ្ញុំធ្វើពងទាកូននោះថ្មីបងចាំមើលតាមដានទាំងអស់គ្នាថាថ្ងៃនេះខ្ញុំបានពងទាកូននេះគេនេះបងឥឡូវបងមើលតែម្ទេសទៅម្ទេសឡើងមួយចានបងធ្លាប់តែឃើញបងខ្លះគាត់ធ្វើពងទាកូនដិនអំបិលម្ទេសមែនទេមកមើលខ្ញុំថ្ងៃនេះពងទាកូនធ្វើអីគេបងគល់លក្ខីលក្ខូចអំបិលប៊ីចេងស្ករចាក់ចូលគ្នាមកហើយយើងលីងវាឲ្យឡើងស្រួយបងឥឡូវយើងចាប់ផ្ដើមចាក់ម្ទេសចូលម្ទេសនិងខ្ទឹមសបងគ្រឿងខ្ញុំឥឡូវវាបានពុះហើយបងបន្ថែមទឹកបន្តិចណាដើម្បីយើងដាក់ពងទាទៅយើងលីងពងទាទៅវាជាប់ជាមួយម្ទេសឥឡូវយើងចាក់ពងទាចូលនេះបងអើយពងទាលីងអំបិលម្ទេសមកបងឥឡូវចាប់ផ្ដើមមកធ្វើទឹកត្រីកកកង់សម្រាប់ហូបពងទាកូនយើងចាក់ទឹកត្រីចូលប៊ីចេងមកចុងសាពីស្ករសមកសាពីមកបងចាប់ដើមដាក់ក្រូចឆ្មាចូលថ្ងៃនេះខ្ញុំអត់ប្រើក្រូចឆ្មាបងខ្ញុំប្រើក្រូចតែជ្រក់វាឈ្ងុយបងមិនខ្ញុំធ្វើទឹកត្រីកកកង់ហើយឥឡូវខ្ញុំមកលាយអំបិលម្រេចមួយមុខទៀតថ្ងៃនេះខ្ញុំធ្វើអំបិលពីរមុខបងប៊ីចេងបងមិនខ្ញុំដាក់អំបិលហើយប៊ីចេងស្ករសដាក់ម្រេចចូលបងថ្ងៃនេះខ្ញុំអត់ធ្វើខ្ទឹមជ្រោយបងខ្ញុំចង់ហូបទឹកត្រីកកកង់ហើយនឹងអំបិលម្រេចទេបងនេះបងខ្ទឹមសហើយនឹងម្ទេសមកបងចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលមកបងពងទាកូនលីងអំបិលម្ទេសឆ្អិនហើយបងគ្រាន់តែឃើញក៏ទំនងដែរមែនទេបងមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបងចង់ដឹងពីវិធីធ្វើបងចូលមើលក្នុងផេកណាបងណាផេកក៏មាន YouTube ក៏មានផេក YouTube ឈ្មោះតែមួយឯងបង